បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសម្រាប់ Ford Ranger 014នេះពាក់ព័ន្ធជាមួយនឹងឡានខូចកុំព្យូទ័របងប្អូនបាទពេលយកមកដល់យើងឆែកមើលចាត់ងាលការមើលវាស់ភ្លើងមើលទៅឃើញតែភ្លើងដើរមកដល់កុំព្យូទ័រហើយប៉ុន្តែកុំព្យូទ័រដំណើរការអញ្ចឹងវាខូចកុំព្យូទ័រពេលយើងដោះកុំព្យូទ័រមកឃើញតែវាឡោកបងប្អូនបាទឃើញមាត់ទៅយកឡើងខ្មៅអស់ហើយគេចែងក្តៅនេះក៏ខ្មៅដែរបងប្អូនបាទខ្មៅដែរហើយទៅយកដោះមកប្រេងហូរឡើងផ្លាក់ប្រេងខ្មៅក្រឹបហ្មងប៉ុន្តែយើងឆែកមើលទៅឃើញតែវាឡោកតំដងចែងក្តៅឯងយើងដោះទៅយកដោះកង់ដើមមកកាត់ខាងមុខនេះឃើញវាឡោកក៏ដល់ប្រព័ន្ធខាងក្នុងឯងអញ្ចឹងវាឡោកតែមកកាត់មុខឯងអញ្ចឹងឡាននេះយើងធ្វើការដូរតែមកកាត់មុខឯងដូរកុំព្យូទ័រដូរកញ្ចែងក្តៅដូរទៅយកបាទ Ford Ranger 014ម្ចាស់ឡានយើងទៅប្រើបានតែមួយថ្ងៃឥឡូវឡោកវិញខ្ទេចឯងបងប្អូនបាទឡោកខ្ទេចហ្មងឥឡូវមករៀបឲ្យគាត់ភាសាទៀតឯងអញ្ចឹងកន្លែងនេះមានការធានា3ខែអញ្ចឹងណាពេលដែលភ្ញៀវយកទៅប្រើមានបញ្ហាយកមកវិញក្នុងរយៈពេល3ខែហ្នឹងគឺខ្ញុំទទួលខុសត្រូវ 100% អញ្ចឹងឡាននេះមានន័យថាធ្វើសងម្ចាស់ឡានវិញណាហើយការដែលធ្វើប្រឆេះតាមដានចង្វាក់អូតូផ្ដាច់ភ្ជាប់ត្រជាក់អីហ្នឹងគឺមកអែមហើយក៏យកទៅប្រើមិនបានមួយថ្ងៃស្រួលបួលទៅដល់គាត់ថាលេងត្រជាក់យកមកឆែកមើលវិញឡោកអស់លេងទៀតទេបងប្អូនបាទអូខេបងប្អូនបាទនេះកុំព្យូទ័ររបស់ Ford Ranger បាទយើងធ្វើការផ្លាស់ប្ដូរនេះកុំព្យូទ័រចាស់របស់គាត់ហើយយើងដាក់ស្រីនបងប្អូនណាបាទស្រីនរបស់វានេះអាចាស់អញ្ចឹងយើងដូរតែកុំព្យូទ័រដូរយកដូរច្រែងក្តៅឯឡាននេះបាទ